ឧក្រិដ្ឋជនយកព្រំដែនជាឈ្នន់នៃការប្រើបច្ចេកវិទ្យាឆបោកកម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជាងការស្ដីបន្ទោសរាជធានីភ្នំពេញកម្ពុជាបញ្ជាក់ជាថ្មីពីការបដិញ្ញាចិត្តយ៉ាងមុតមាំប្រយុទ្ធប្រឆាំងនិងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ហើយទទួលស្គាល់ថាបញ្ហានេះមានភាពស្មុគស្មាញនិងកំពុងរីករាលដាលកាន់តែខ្លាំងឡើងឆ្លងកាត់ព្រំដែនដោយប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើបក្រុមឧក្រិដ្ឋជនបានយកបច្ចេកវិទ្យាទំនើបនិងព្រំដែនជាឈ្នន់ដែលកម្ពុជាត្រូវការចាំបាច់នៅកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធជាងដាក់បន្ទុកបណ្ដាក់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃទី23ខែតុលាឆ្នាំ2025បានលើកឡើងថាបណ្ដាញឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្នបានធ្វើប្រតិបត្តិការឆ្លងដែនសមត្ថកិច្ចផ្សេងគ្នាជាច្រើនដោយប្រើប្រាស់សារតាក់ទងសម្ងាត់តាមរយៈកូដនីយកម្មរូបិយប័ណ្ណ Digital និងខ្សែសង្វាក់ជ្រើសរើសពលកម្មឆ្លងប្រទេសធ្វើឲ្យពិបាកបែងចែកពីភាពខុសគ្នារវាងជនរងគ្រោះនិងជនល្មើសបុគ្គលជាច្រើនរូបដែលជាប់នៅក្នុងទីតាំងឆបោកគឺជាជនរងគ្រោះនៃអំពើជួញដូរនិងការបង្ខិតបង្ខំចំពោះមុខបញ្ហានេះកម្ពុជានឹងបន្តពង្រឹងសមត្ថភាពក្នុងតំបន់ក្រោមក្របខ័ណ្ឌអាស៊ានក្នុងន័យនេះកម្ពុជានឹងបន្តរក្សាភាពសកម្មនៃការអនុវត្តការងារតាមរយៈសកម្មភាពស៊ើបអង្កេតដែលមានវិសាលភាពកាន់តែទូលំទូលាយពង្រឹងក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មកាន់តែរឹងមាំនិងជំរុញយុទ្ធនាការបញ្ជ្រាបការយល់ដឹងជាសាធារណៈឲ្យកាន់តែប្រសើរឡើងក្រសួងការបរទេសកម្ពុជាគូរំលឹកបញ្ជាក់ផងដែរថាសាររបស់កម្ពុជាគឺច្បាស់លាស់ខណៈដែលឧក្រិដ្ឋជនយកបច្ចេកវិទ្យានិងព្រំដែនជាឈ្នន់វិធានការឆ្លើយតបរបស់យើងប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនោះចាំបាច់ត្រូវធ្វើឡើងដូចគ្នាក្រោមកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលតាមរយៈកិច្ចសហប្រតិបត្តិការមិនមែនជាការស្ដីបន្ទោសកម្ពុជានិងបន្តស្វែងរកឧក្រិដ្ឋជនការពារនិងសង្គ្រោះជនរងគ្រោះព្រមទាំងរក្សាសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមនិងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់គ្នាក្នុងសេចក្តីថ្លែងការណ៍ដដែលក្រសួងការបរទេសបង្ហាញថារាជរដ្ឋាភិបាលកម្ពុជាអនុវត្តវិធានការទប់ស្កាត់កាន់តែខ្លាំងក្លាចំពោះឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យារួមទាំងយន្តការសម្របសម្រួលអន្តរក្រសួងថ្មីពង្រឹងការឃ្លាំមើលតាមប្រព័ន្ធ Digital ផ្អាកដំណើរការគេហទំព័រនិងអាជ្ញាប័ណ្ណអាជីវកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិការខុសច្បាប់ក្នុងនោះសមត្ថកិច្ចជំនាញបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដកហូតអាជ្ញាប័ណ្ណអាជីវកម្មចំនួន120ផ្អាកគេហទំព័រតាក់ទងនឹងល្បែងជាង1000និងការបង្កក់គណនីធនាគារខុសច្បាប់ដែលភ្ជាប់ទៅនឹងផែនការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជាធ្វើប្រតិបត្តិការតាមគោលដៅជាច្រើននៅទូទាំងប្រទេសហើយឈានទៅបិទទីតាំងខុសច្បាប់ជាច្រើនកន្លែងចាប់ខ្លួនជនសង្ស័យរាប់រយនាក់និងជួយសង្គ្រោះការពារជនរងគ្រោះកម្ពុជានិងបរទេសពីការកេងប្រវ័ញ្ចតាមប្រព័ន្ធបច្ចេកវិទ្យាដោយឡែកចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់និងលើឆាកអន្តរជាតិរួមទាំងសាធារណរដ្ឋកូរ៉េចិននិងរដ្ឋសមាជិកអាស៊ានតាមរយៈការស៊ើបអង្កេតរួមគ្នាការចែករំលែកព័ត៌មានសម្ងាត់និងការផ្ដល់ជំនួយផ្នែកច្បាប់ទៅវិញទៅមកភាពជាដៃគូទាំងអស់នេះនាំឲ្យសម្រេចនៅលទ្ធផលជាក់ស្ដែងជាច្រើនដោយជាការទប់ស្កាត់ចំពោះក្រុមប្រតិបត្តិការឆបោកធំការកាត់ទោសក្រុមឧក្រិដ្ឋជនដែលមានបណ្ដាញចាត់តាំងរួមទាំងការបញ្ជូនជនរងគ្រោះបរទេសត្រឡប់ទៅប្រទេសកំណើតវិញក្នុងន័យនេះកម្ពុជាទទូចដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនិងភាគីពាក់ព័ន្ធទាំងអស់ធានាឲ្យបាននូវការរាយការណ៍ទាំងឡាយប្រកបដោយសុក្រឹតភាពយុត្តិធម៌និងផ្អែកលើភ័ស្តុតាងក្នុងស្មារតីលើកស្ទួយកិច្ចសហប្រតិបត្តិការជាជាងការបំបែកបំបាក់